Thếថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបដំឡើងពុម្ពអក្សរខ្មែរនៅលើ iOS version 7.1.1 មានបងប្អូនមួយចំនួនគាត់ថាហេតុអីបានជា version 7.1.1 របស់គាត់ហ្នឹងគាត់ដាក់ទៅមើលអក្សរខ្មែរអត់ឃើញហើយមើលឃើញរយៈពេលខ្លីវាក៏បាត់ទៅវិញអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបដំឡើងហើយនឹងធ្វើម៉េចកុំឲ្យវាបាត់ទៅវិញអក្សរខ្មែរយើងហ្នឹងបាទអញ្ចឹងចូលទៅមើលទាំងអស់គ្នាបាទអញ្ចឹងដើម្បីដំឡើងពុម្ពអក្សរខ្មែរហ្នឹងជាដំបូងបងប្អូនអាចចូលទៅកាន់ Google តបមកបងប្អូនមើលពាក្យថា for ខ្មែរ iphone.com /iOS 7 ឃើញណាបងប្អូននេះបាទ for ខ្មែរ iphone.com /iOS 7 តបមកចុច search នៅពេលនេះបងប្អូនចុចលើ for ខ្មែរ iPhone នេះមកវានឹង load dialog box ហ្នឹងបងប្អូនជ្រើសយកនេះពាក្យខាងនេះfor ខ្មែរ iPhone iOS 7ហ្នឹងបាទចុចលើហ្នឹងមកត្រង់នេះបងប្អូនតម្លើងពុម្ពនៅ Cora Font នេះក្នុង Facebook បងប្អូនអត់ឃើញទេអញ្ចឹងបងប្អូនចុច cancel មកកុំចុច OK ណាបងប្អូនបាទចុច cancel ពេលដែលចុច cancel ហើយវានឹងចេញ dialog box មួយគឺ font នេះ load មកឲ្យ font បាត់ដំបងឃើញណាបងប្អូនអញ្ចឹងពេលដែលបងប្អូនឃើញហើយបងប្អូនចុចលើ install click លើ install now មកបាទដំឡើងរួចរាល់អញ្ចឹងបងប្អូនអាចចូលទៅកាន់ Facebook របស់បងប្អូនមើលហើយវាឃើញភាសាខ្មែរឬអត់នេះបាទញាក់សាច់ធានាថាប្លែកបាទនេះគឺជាភាសាខ្មែរប៉ុន្តែបងប្អូនត្រូវចងចាំថាហេតុអ្វីបានជាដំឡើងហើយឃើញតែមួយផ្លែតថ្ងៃក្រោយបើកមើលលែងឃើញអញ្ចឹងបងប្អូនត្រូវចាំថាបងប្អូនកុំចុចលុបវាត្រង់នេះឲ្យសោះណាបងប្អូនណាកន្លែង multitask នេះ home screen នេះកុំលុបត្រង់នឹងឲ្យសោះបើសិនជាបងប្អូនលុបនៅលើ Facebook បងប្អូននឹងលែងឃើញអញ្ចឹងបងប្អូនត្រូវដំឡើងសារថ្មីទៀតអញ្ចឹងបងប្អូនកុំលុបអក្សរឥឡូវឧទាហរណ៍ឲ្យបងប្អូនមើលបើសិនជាខ្ញុំលុបទៅតើ Facebook ខ្ញុំនៅមើលឃើញឬអត់អញ្ចឹងខ្ញុំលុបវាចោលហើយខ្ញុំឲ្យបងប្អូនមើលខ្ញុំចូលលើម្ដងទៀតតើឃើញឬអត់ចាំបន្តិចបាទនេះបងប្អូនឃើញហើយពេលដែលបងប្អូនលុបកន្លែងមិញទៅគឺថាវីដេអូយើងហ្នឹងនឹងលែងឃើញហើយអញ្ចឹងបងប្អូនកុំលុបអក្សរបាទបើសិនជាបងប្អូនលុបអញ្ចឹងបងប្អូនត្រូវតែតម្លើងវាម្សាម្ដងទៀតអញ្ចឹងបាទអរគុណច្រើនព្រោះការតាមដានវីដេអូរបស់ខ្ញុំបាទអរគុណ